ស្ដីបងប្អូនតិចនិចមើលកូនត្រីដែលទឹកញ័របានមួយអាទិត្យឬក៏លើសពីមួយអាទិត្យចឹងបងប្អូនយើងមើលថែកូនត្រីឲ្យបានល្អនោះកុំឲ្យវាងាប់គឺយើងត្រូវដូរទឹកវាមែនទេបងប្អូនប៉ុន្តែបងប្អូនធ្វើតិចនិចតាមខ្ញុំបាទយើងមិនបាច់ដូរទឹកទេលក្ខណៈដូចខ្ញុំធ្វើចឹងបងប្អូននេះយើងពិនិត្យមើលថាទឹកហ្នឹងស្អុយអត់យើងពិនិត្យមើលយើងវាប៉ះមើលចាយើងស្ទាបទឹកមើលហើយយើងហិតមើលចឹងណាបើថារឿងខ្មឹសស្អុយតិចអាហ្នឹងយើងអាចបើសិនជាទឹកពួកបងប្អូនច្រើនយើងអាចដងចេញយើងយកផ្តិលអីដងចេញបានហើយជាកន្លះឧទាហរណ៍ហើយជាកន្លះហើយយើងថែមទឹកកន្លះយើងដងប៉ុណ្ណាយើងដាក់ទៅវិញប៉ុណ្ណឹងចឹងបងប្អូនយើងមិនបាច់ដងទាំងអស់ទេដូចតិចនេះរបស់ខ្ញុំបានចឹងគឺធុងនេះគឺវាលេចស្រាប់ចឹងនេះទឹកវាហូរមកតិចចឹងគឺខ្ញុំដាក់ត្រឹមនេះខ្ញុំដាក់ត្រឹមនឹងឯងប៉ុន្តែវាលេចនៅសល់ត្រឹមហ្នឹងចឹងយើងមិនបាច់ដងវាទេគឺខ្ញុំដងទឹករបស់យើងដែលដងទឹកពីហ្នឹងដែលយើងតាមទុកយូរហើយនេះយើងចាក់វាមកនេះដាក់មកផ្តិលយើងចាក់វាថ្នមចឹងមកណាដើម្បីកុំឲ្យទឹកស្អុយហ្នឹងយើងមើលថែវាអញ្ចឹងគឺគុណត្រីទឹកញ័របានមួយអាទិត្យគឺវាយើងត្រូវតែផ្លាស់ប្ដូរទឹកឲ្យបានញឹកញាប់ការពារកុំឲ្យស្អុយទឹកតែស្អុយទឹកហ្នឹងងាប់ទៀតrồiហើយយើងចាក់វាថ្នមអញ្ចឹងមកណាហ្នឹងហើយនេះវារៀងឡើងទៀតហើយនេះគឺវាយើងចាក់វាអញ្ចឹងមកណាឥឡូវយើងមកពិនិត្យមើលកូនត្រីទាំងអស់គ្នាថាវានៅរស់អត់វាទូចនេះសបងប្អូនដាក់កាមេរ៉ាវារៀងធំតិចនេះបងប្អូនត្រីនឹងវាសស្រាប់ពិបាកមើល